បាទជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាអរគ្នាហើយនេះប្រភេទដើមសសរអែមដែលខ្ញុំបាននាំរយៈពេលបានអាយុឲ្យ20ថ្ងៃឥឡូវវាចេញផ្កាហើយនេះផ្កាប្រភេទក្តឹបសសរអែមហើយសសរអែមនេះបើយើងចង់វាកាន់ផ្លែយើងត្រូវតែយកផ្កាឈ្មោលដើម្បីយ៉ាងពិបាកតិចតមាននេះគឺកាមេរ៉ាថតពិបាកតិចចាំមើលបងប្អូននេះពេលផ្កាឈ្មោលហើយផ្កាឈ្មោលយើងទៅបេះវាចេញដើម្បីយកផ្កាឈ្មោលទៅដាក់ជាមួយផ្កាញីដែលជាមានក្តឹបហ្នឹងហើយដូចហ្នឹងហើយពេលដែលយើងដាក់នេះយើងដាក់យ៉ាងមកបងប្អូនហើយភាគច្រើនបើយើងចង់ឲ្យវាកាន់ផ្លែជាប់ផ្លែបានល្អទៅពេលព្រលឹមកុំធ្វើពេលថ្ងៃយើងដាក់យ៉ាងមកនេះក្តឹបវាហើយយើងដាក់យ៉ាងមកនេះក្តឹបវាទៀតហើយក្នុងមួយដើមនេះយើងទុកតែក្តឹបណាដែលល្អដែលយើងថាយើងអាចកាន់វាកាន់ហើយវាធំធាត់ល្អយើងទុកតែក្តឹបនឹងបានហើយក្នុងមួយដើមបានផ្លែតែមួយទេពេលសពអែមយើងមកយើងអានេះហើយប្រកាត់វាប្រភេទយើងប្រកាត់អានេះយើងប្រកាត់វាហើយនេះខ្ញុំដាក់នេះតែក្តឹបដែលខ្ញុំនេះឲ្យវាឡើងក្តឹបថ្មីក្តឹបវាយ៉ាងល្អហើយយើងខ្ញុំដាក់យើងកុំឲ្យសត្វវាចុចនេះហើយនេះអត់បាននេះយ៉ាងធំយកបានដាក់ចងវាអត់បានឈក់ថងទេនេះហើយនេះក្តឹបច្រើននេះទៀតហើយនេះក៏ចងថងដែរកុំឲ្យសត្វវាចុចក្នុងមួយដើមយើងយកបានតែមួយទេហើយនេះយើងធំហើយអានេះក៏ធំដែរនេះធំនេះចងហើយនេះទៀតនេះក៏ធំដែរនេះប្រភេទសក់ផ្អែមហើយក្នុងមួយដើមបានតែផ្លែមួយទេហើយប្រភេទសពអែមនេះមានច្រើនប្រភេទប៉ុន្តែហើយនេះក៏ជាការដាំលើកទី1របស់ខ្ញុំដែរសពអែមនេះដែលវាកាន់គឺនេះគឺកាន់ហើយបានធំហើយធំជាងនេះជើងទៀតហើយក្នុងមួយដើមនេះគឺផ្លែល្អមក1 2 3ផ្លែ4ដើមនេះប៉ុន្តែប្រហែលជាអត់យកច្រើនទេក្នុងមួយដើមនេះយកប្រហែលជាមួយផ្លែទេគឺផ្លែណាដែលធំធាត់ល្អអានេះគឺវាធំធាត់ហើយនេះដូចនេះមួយដើមនេះបានតែមួយដែរនេះតែសូវមួយទៀតនេះមួយដើមនេះវាមាន2ផ្លែអញ្ចឹងទៅយកតែមួយក្តឹបច្រើនប៉ុន្តែយើងទៅជំរុះក្តឹបវាហើយក្តឹបណាដែលល្អធំធាត់យើងយកទៅក្តឹបហ្នឹងហើយសល់ប្រហែលយើងទៅក្តិចចោលក្តឹបណាមិនល្អយើងត្រូវក្តិចចោលទាំងអស់ហើយដូចនេះក្តឹប2បើសល់លក្ខណៈសក់យើងធម្មតាយើងហូបចុចឈក់ហើយយើងត្រូវមិនបោះចោលទេនេះយើងត្រូវបោះចោលទាំងអស់នេះហ្នឹងផ្លែដែលយើងកាន់ប៉ុណ្ណាយើងយកតែប៉ុណ្្នឹងទេត្រូវក្តិចចោលហើយ
អូបន្តែយើងត្រូវហឺយកវាតែបានផ្លែមកផ្លែក៏ក្នុងមួយដើមហើយក្នុងដើមនេះមើលតើបងប្អូននេះមកផ្លែនេះច្រើនណាស់1 2 3ហើយធំធត់តែបើយើងត្រូវយកតែមកនៅតែយកតែមកផ្លែបើយើងអត់យកមកផ្លែទេវាអត់ផ្លែផ្សេងគឺវាធំធាត់វានៅរិញទូចហើយក្តឹបក្នុងមួយដើមបានក្តឹប20 30ក្តឹបហើយក្នុងមួយដើមហើយសពឯងស្រួលដាំមែនតើប៉ុន្តែគាត់ថាយើងត្រូវមើលថែវាចង់ឲ្យកាន់ផ្លែត្រូវពេលព្រលឹមយើងត្រូវមកមើលវាមើលដើម្បីយកផ្កាឈ្មោលទៅកាត់មួយផ្កាញីបាទវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនហើយបើចាំមើលពេលបានផលខ្ញុំនឹងចេញវីដេអូដែលបានផលបេះយកមកហូបអរគុណច្រើនបងប្អូន